សួស្តីអ្នកទាំងអស់គ្នាតើថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកចេះកំណត់ຂະຫນາດនៅក្នុងកម្មវិធី Excel ដែលនៅក្នុងវិស័យសំណង់អ្នកទាំងអស់គ្នានឹងឃើញដែលមានຂະຫນາດតោនមានຂະຫນາດម៉ែត្រគីបម៉ែត្រការ៉េអីជាដើមហ្នឹងហើយយើងអាចដាក់នៅក្នុង Excel បន្ទាប់ពីចំនួនដែលយើងមានអញ្ចឹងក្នុងនេះហ្នឹងគឺជាຂະຫນາດដូចជា90តោនហើយបេតុង20ស្មើ20ម៉ែត្រគីបform work នេះគឺក្តារពុំអស់10ម៉ែត្រការ៉េអញ្ចឹងទៅអញ្ចឹងអាហ្នឹងគេកំណត់របៀបម៉េចតោះយើងទៅដាក់អ្នកនរគ្នាដំបូងអ្នកនរគ្នាកាន់តំណែងនេះមកខ្ញុំ copy ចេញមកពីនេះមកខ្ញុំជ្រើស set ហើយបន្តទៅទៀតគឺអ្នកនរគ្នា select នៅ row ដែល row ឬ column ដែលអ្នកនរគ្នាចង់ដាក់ហ្នឹងអ្នកនរគ្នាចុច right click ក៏បានឬក៏ចុចកន្លែងក៏បានលើហើយអ្នកនរគ្នាចូលទៅកន្លែងនេះ number តមក custom ហើយអ្នកនរគ្នាយក0 2ក្នុងនេះមកបើអ្នកទាំងអស់គ្នាចង់បាន0ពីហើយ3ក្នុងថែម0មួយទៀតខ្លួនឯងមកអញ្ចឹងយើងយក0 2ក្នុងហ្នឹងមកអញ្ចឹងរូបមន្តវាគឺអ្នកទាំងអស់គ្នាគ្រាន់តែចុចដាក់មិញក្រៅ2មកអាណាមិញក្រៅ2បន្ទាប់មកអ្នកទាំងអស់គ្នាដាក់ຂະຫນາດដូចជារីបារបស់យើងមិញហ្នឹងគឺគិតជាតោនអញ្ចឹងយើងដាក់ຂະຫນາດជាអក្សរ T មកគិតជាតោនហើយយើងបិទមិញក្រៅវិញមកណាអញ្ចឹងយើងចុចអូខេអញ្ចឹងអ្នកទាំងអស់គ្នាចង់ដាក់នេះប៉ុន្មានអស់30តោនចូលមកលោតអក្សរ T ពីហើយ30តោនអញ្ចឹងបេតុងឬក៏ការងារក្តារពុំអីគឺដូចគ្នាអ្នកទាំងអស់គ្នាគ្រាន់តែអូសចូលមកក្រោមមកហើយទៅកំណត់វាម្ដងទៀតចឹងដើម្បីកំណត់វាម្ដងទៀតគឺយើងចូលទៅកន្លែងណាក៏ដែរ number ហើយយើងមើលឃើញកន្លែងនេះយើងដូរពីតោននេះយើងដាក់អីយើងដូរពីតោនយើងដាក់ជាគីបម្ដងណាហើយ form work ជាការ៉េជាម៉ែត្រការ៉េចឹងយើងដូរដាក់មកអូខេចឹងប៉ុណ្ណឹងរបៀបកំណត់ຂະຫນាត់របស់យើងអរគុណអ្នកទាំងអស់គ្នា